លើវិញនៅតែក្នុងនេះគឺអានចាប់ទៅត្រឡប់វិញគឺនៅសល់តែกระดาษ100ទេអូយសួស្តីអ្នកទាំងគ្នាឥឡូវនេះដែរខ្ញុំបានមកដល់នៅសាលាខេត្តត្បូងឃ្មុំហើយក៏យើងក៏មានភ្ជាប់ជាមួយដៃគឺសភៅរបស់យើងដែរគឺយើងឈៀងចូលទៅដាក់កន្លែងសភៅបន្តិចឥឡូវនេះសភៅគឺទូនៅក្នុងឥឡូវយើងដើរទៅដាក់សភៅទាំងអស់គ្នាមុននឹងចាប់ផ្ដើមលេងសង្ក្រាន្តទាំងអស់គ្នាហើយថ្ងៃនេះដែរគឺសង្ក្រាន្តទី1នៅដល់ត្បូងឃ្មុំត្បូងឃ្មុំឥឡូវនេះយើងឈៀងទៅដាក់សភៅបន្តិចសិនចាំជួបគ្នាទៀត2,000 years later ហើយឥឡូវនេះដែរយើងក៏បានមកដល់ទូលោកគ្រូអុកវ៉ាន់ដេយើងឆែកមើលខាងក្នុងទូហ្នឹងសួរថាមានអីខ្លះអូយស្អាតទេទូនេះអត់មានអីសល់ទេបន្តិចតែអានចប់ត្រឡប់មកត្រឡប់វិញឥឡូវវិញនៅតែក្នុងនេះគឺអានចប់ទៅត្រឡប់វិញគឺនៅសល់តែกระดาษ100ទេអូយទូលេខ11កំណាប់គំនិតរបស់លោកគ្រូអុកវ៉ាន់ដេនៅសល់តែមួយទេអញ្ចឹងយើងដាក់ចូលមួយបន្ថែមចាំមើលតើបានរយៈពេលប្រហែលដែរបើអ្នកក្រោយដឹងអាចយកអានបាននេះសិភៅយើងតែយើងដាក់ជាអក្សរគឺនៅខាងក្រៅទេឥឡូវនេះយើងដាក់សិភៅអស់គ្នាអូខេហើយសិភៅរបស់យើងក៏ដាក់រួចរាល់ហើយដែរនេះអានចប់អាចក៏យកត្រឡប់មកវិញបានកុំឲ្យដូចនេះអស់លេងហើយចេញពីទូអត់មានសក់សិភៅមួយក្បាលទេអញ្ចឹងដែរគឺមានតែប៉ុណ្ណេះទេ